ជំរាបសួរអ្នកនរគ្នាខ្ញុំកូនលេងគឺជាកូនខ្មែរមួយរូបដែលរស់នៅប្រទេសអូស្ត្រាលីថ្ងៃនេះខ្ញុំមកចង់និយាយពីបញ្ហាលេលាយលេមុខដោយសារខ្ញុំឃើញនៅខ្មែរយើងឥឡូវគេពុំមានបញ្ហារឿងលេលាយនឹងច្រើនណាស់ខ្ញុំក៏មានបទពិសោធន៍ក្នុងការរឿងលេលាយនឹងដែរដោយសារខ្ញុំក៏ធ្លាប់ខូចមុខតែឥឡូវមុខខ្ញុំប្រសើរឡើងវិញហើយគឺមិន perfect ទេតែប្រសើរឡើងវិញដោយសារឥឡូវខ្ញុំ no sponsor ផលិតផលដែលខ្ញុំប្រាប់ហ្នឹងគឺ no sponsor ហើយខ្ញុំក៏អត់មានលក់ដែរគឺមកខ្ញុំប្រសើរឡើងវិញដោយសារនេះពីមុខនេះនេះគេហៅ ordinary natural moisturizing factor ហើយមួយនឹង ordinary niacinamide ដោយសារខ្ញុំលាបពីមុខហ្នឹងរយៈពេល2ឆ្នាំខ្ញុំព្យាបាលមុខតែនេះគឺជាដោយសារមុខខ្សែក៏ពិតអត់ត្រូវប្រើ ingredient active ទេតែខ្ញុំប្រើបានមុខខ្ញុំណាហើយយើងមួយទៀតមុខគឺអាសាបិទម៉ាស់ដោយសារចំនួន10ឆ្នាំមុនហ្នឹងអ្នកទាំងអស់គ្នាដឹងហើយគេល្បីមែនតើរឿងលាយពេលយើងលាបដំបូងមុខយើងស្អាតពេលបន្ទាប់ពីខ្ញុំចាំថាដូចជា2ឆ្នាំក៏មួយឆ្នាំដូចជាមិនដល់2ឆ្នាំទេដូចជាមួយឆ្នាំគឺមុខខ្ញុំចាប់ផ្ដើមកើតអាចក្រួយគៀននេះវាចាប់ផ្ដើមដងហើយវាចាប់ផ្ដើមឡើងជាកទួលធំកទួលមុខតិចតែពេលយើងកើតមុនហ្នឹងតែមុនគឺអត់មានមុខទេវាកើតរោលហ្មងហើយរយៈពេល2ឆ្នាំដែលខ្ញុំព្យាបាលមុខខ្ញុំលើមុខខ្ញុំផ្សារឡើងវិញហើយបន្ទាប់ពីព្យាបាលមួយនេះពីមុខហ្នឹងតែ niacinamide ពេលយើងប្រើច្រើនពេលគេហៅថា skin care ស្គាល់មុខយើងវាក៏មិនសូវមានប្រសិទ្ធភាពដែរឡើយមុខខ្ញុំលើគឺយូរប្រើម្ដងគឺខ្ញុំប្រើតែនេះ ordinary ដែរតែខ្ញុំប្រើsmoothing and barrier support serum ខ្ញុំប្រើនេះតែភាគច្រើនខ្ញុំបិទម៉ាស់ខ្ញុំខ្ជិល lip skin care ខ្ញុំបិទតែម៉ាស់ហើយចំពោះ form អ្នកទាំងអស់គ្នាត្រូវជ្រើសរើសយក form ណាដែល gentle មែនតើចំពោះខ្ញុំគឺខ្ញុំជ្រើសរើសយក Cetaphil gentle skin cleanser អាហ្នឹងល្អមែនតើខ្ញុំធ្លាប់ផ្លាស់ប្ដូរពី Cetaphil នេះទៅជាអត់ចង់និយាយ brand របស់គេទេតែ brand មួយដែលល្បីតែខ្ញុំប្រើអត់ត្រូវទេមានអញ្ចឹងហើយក៏ខ្ញុំផ្លាស់ប្ដូរមកប្រើនេះវិញក៏ពិតពេលខ្លះ brand ដែលល្បីហ្នឹងគឺវាល្អតែអត់ត្រូវមួយស្បែកមុខយើងដូចចឹងហើយគឺខ្ញុំជ្រើសរើសអាហ្នឹងគឺខ្ញុំប្រើប៉ុណ្ណឹងហើយតែខ្ញុំចង់ប្រាប់អ្នកនរគ្នាថាទោះបីជាខ្ញុំណែនាំយ៉ាងណាក្តីផលិតផលហ្នឹងអ្នកទាំងអស់គ្នាគួរតែទៅពិភាក្សាជាមួយនឹងខាងវិជ្ជបណ្ឌិតខាងសាលស្បែកដើម្បីឲ្យច្បាស់លាស់ថាតើមុខយើងពេលលាបលាយកាត់យូរឆ្នាំយូរខែវាខូចស្ទាប់ស្បែកដល់កម្រិតណាចាអរគុណបាយបាយ take care skin care take care